បងស្រីកុំតន់ខឹងអីគាត់គឺជាអ្នកដែលវូមេងថៃណែនាំមកលើពីនេះគាត់ថែមទាំងបានយកឈ្នះវីរបុរសកម្រិតព្រះទេពផងចុះយ៉ាងម៉េចទៅអាកប្បកិរិយាបែបនេះចង់បានអាជ្ញាប័ណ្ណវីរបុរសមកបង្រៀននៅសាលាគ្មានផ្លូវទេឥឡូវនេះអត្រាការងារទាបណាស់ប្រហែលជាជួមនុស្សមកសម្ដែងទេដឹងស្អីគេថាឈ្នះវីរបុរសកម្រិតព្រះខ្ញុំមិនជឿថាលើកនេះគាត់មានសមត្ថភាពបែបនេះទេអូមិនមែនទេដឹងហេមិនក៏មិនមែនពួកវីរបុរសទាំងនោះសំបីតែការងារជួសជុលបង្គន់ក៏ទទួលដែរចំណាយលុយបន្តិចបន្តួចដើម្បីបង្កើនប្រជាប្រិយភាពវាមិនពិបាកទេតែយ៉ាងណាគាត់ត្រូវបានណែនាំដោយវូមេងថេបដិសេធគាត់បែបនេះប្រហែលជាមិនសូវល្អទេដឹងអ្នកណាមកក៏ណែនាំដែរលើកនេះមិនដឹងជាលើកទីប៉ុន្មានទេសំបីតែសមត្ថភាពពិតរបស់គាត់ក៏ខ្ញុំមិនដឹងដែរគ្មានឱកាសសំបីតែនឹងជួយសម្រួលឲ្យគាត់សម្ដែងបានល្អណាស់មិនអីទេហេសខឹងណាស់មកចុះឲ្យខ្ញុំមើលសមត្ថភាពពិតរបស់ឯងបន្តិចមើលអូចង់វាគ្នាហើយនេះជាកម្លាំងដែលអាចផ្ទួវីរបុរសកម្រិតកម្ពុជាបានអូខ្ញុំនឹងកំចាត់អាមនុស្សអត់បានការនេះចោលនេះជាលើកដំបូងហើយដែលខ្ញុំបានឃើញអ្នកមានសមត្ថភាពពិសេសបែបនេះតាមពិតទៅបងស្រីធ្វើបែបនេះមិនកាត់ទេគេគឺជាមនុស្សដែលកូនស្រីនីយោសាឡាផ្ញើមកតាមខ្សែរយៈឈិនខៃដាលីងពេញមួយជីវិតខ្ញុំស្អប់បំផុតគឺពួកអាំងខ្សែរយៈថ្ងៃនេះគ្មាននរណាអាចមករំខានខ្ញុំបានទេបើថ្ងៃនេះខ្ញុំមិនកំចាត់វាចោលទេខ្ញុំនឹងព្រមរៀបការច្រើនតែបន្តិចនាងទៅយកអាវុធហើយតើចប់ហើយនឹងមានរឿងដល់ជីវិតទៀតហើយបើឯងមិនព្រមបង្ហាញសមត្ថភាពពិតរបស់ឯងទេអញ្ចឹងខ្ញុំនឹងទៅសាកល្បងដោយខ្លួនឯងមិនបានទេខ្ញុំត្រូវរកវិធីខាត់នាងពេលមនុស្សស្រីម្នាក់នេះខឹងឡើងរឿងអ្វីក៏នាងហ៊ានធ្វើដែរខ្ញុំច្បាស់ជាមនុស្សស្រីសោះហេតុអ្វីបានជាគេធ្វើដាក់ខ្ញុំបែបនេះបានហើយមិនអីទេបងស្រីលួងលោមអញហើយឈប់និយាយគ្នាទៅបងស្រីឡានខឹងហើយឥឡូវនាងកំពុងកាន់អាវុធទៅរកយុវជនម្នាក់នោះហើយយើងត្រូវតែបញ្ឈប់គាត់បើមិនដូច្នេះទេនឹងមានរឿងធំហើយត្រូវគេដេញចេញពីការងារមិនខានថ្ងៃនេះគឺជាវេនយាមរបស់បងស្រីឡានលើកនេះចប់ពិតមែនហើយបងប្រុសពាក់វ៉ែនតាតើយើងគួរធ្វើបែបណានៅពេលនេះខ្ញុំនឹងទៅខាត់គាត់យុវជនម្នាក់នោះចំណែកបងស្រីឡានអ្នកទាំងអស់គ្នាទៅខាត់គាត់ទៅពួកយើងបំបែកគ្នាធ្វើសកម្មភាពហេបើកសមត្ថភាពពិសេសបង្កើនធម៌ពលសួតហេតុអ្វីបានជាអំបញ្ញមិញមានអារម្មណ៍ថាមានគេតាមសម្លឹងមើលខ្ញុំរហូតចឹងអាកាសធាតុនេះប្រែប្រួលទៀតហើយយុវជនចាំបន្តិចតាមតនឯងរហូតតើលោកកំពុងហៅខ្ញុំមែនទេបាទគឺរឿងការប្រឡងវីរបុរសអីហ្នឹងហើយបន្ទាប់មកក៏អញ្ចឹងហើយបន្ទាប់មកទៀតក៏បន្ទាប់មកខ្ញុំក៏និយាយតើអ្នកស្ដាប់យល់ដែរទេបងប្រុសខ្ញុំស្ដាប់មិនយល់សំបីតែមួយម៉ាត់បើគ្មានការអីទេខ្ញុំសុំទៅមុនហើយអូយហេតុអ្វីបានជាខ្ញុំនិយាយជាមួយអ្នកមិនយល់ចឹងបើដូច្នោះមែនអញ្ចឹងខ្ញុំនឹងនិយាយម្ដងទៀតនេះជាស្អីហ្នឹងអូកម្លាំងរបស់ខ្ញុំងើបឡើងវិញហើយអ្នកនៅមានសមត្ថភាពពិសេសព្យាបាលទៀតមែនទេប៉ុន្តែអ្នកគឺជាប្រភេទសមត្ថភាពពិសេសផ្នែកព្យាបាលអញ្ចឹងរឹតតែវីមិនឈ្នះបងស្រីឡានទៀតបងស្រីឡានគឺជាអ្នកដែលមានសមត្ថភាពប្រកបសមត្ថភាពពិសេសផ្នែកប្រយុទ្ធចាំខ្ញុំពន្យល់អ្នកពីស្ថានភាពដែលទើបតែកើតឡើងអំបញ្ញមិញម្ដងទៀតមិនបាច់ទេខ្ញុំដឹងអស់ហើយតាមពិតមានគេតាមសម្លឹងមើលខ្ញុំមែនឧបករណ៍មន្តអាគមរបស់លោកនេះពិតជាខ្លាំងណាស់ខ្ញុំបែរជាមិនមានអារម្មណ៍ពីការប្រែប្រួលនៃធម៌ពលវិញ្ញាណបន្តិចសោះអីគេអ្នកចេះទាំងវិជាអានចិត្តទៀតមែនទេព្រះឲ្យម្នាក់សោះតែបែរជាមានសមត្ថភាពពិសេសច្រើនបែបនេះហៅថាវិជាស្វែងរកប្រលឹងព្រមទាំងបញ្ចូលធម៌ពលវិញ្ញាណឲ្យអ្នកបន្តិចផងដែរមិននឹកស្មានថាអ្នកមានសមត្ថភាពពិសេសច្រើនដល់ថ្នាក់នេះអ្នកប្រកាសជាអាចទទួលបានអាជ្ញាប័ណ្ណមនុស្សអស្ចារ្យមិនខានគ្រាន់តែពេលនេះបងស្រីឡានពិបាកទប់ទល់បន្តិចពួកយើងវៀងតាមផ្លូវផ្សេងទៅហេតុអ្វីក្មេងស្រីម្នាក់នោះធ្លាប់សន្យាជាមួយខ្ញុំថានឹងឲ្យខ្ញុំទៅធ្វើជាគ្រូបង្រៀននៅវិទ្យាស្ថានអ្វីមួយនេះជាជំហានដំបូងក្នុងការកសាងនិកាយរបស់ខ្ញុំឡើងវិញរឿងនោះបើអ្នកមិនមានអាជ្ញាប័ណ្ណមនុស្សអស្ចារ្យទេគឺមិនអាចធ្វើជាគ្រូបង្រៀននៅវិទ្យាស្ថានបានឡើយចាំលើកក្រោយពេលមានអ្នកផ្សេងមកយាមជំនួសខ្ញុំធានាថាអ្នកនឹងទទួលបានអាជ្ញាប័ណ្ណកម្ពុជាវីរបុរសខ្ញុំអង្វរអ្នកហើយយល់ព្រមទៅខ្ញុំនឹងដើរវៀងវិញមែនទេអរគុណខ្លាំងណាស់តើនេះជាស្អីគេនឹងស្ដាប់ឡើងឆ្អែតហើយអ្នកនឹងមិនអាចទទួលបានអាជ្ញាប័ណ្ណកម្ពុជាវីរបុរសជារៀងរហូតនេះវាមកលឿនពេកហើយបងបួនភ្នែកមិនបានប្រាប់ឲ្យពួកឯងខាត់គេទេអីមិនក៏មកដល់លឿនម្លេះមើលសភាពពួកយើងទៅតើខាត់គេបានទេស្រីម្នាក់នេះសាហាវពេកហើយមិនបានទេមិនអាចឲ្យគេផ្ទុះកំហឹងបានឡើយបើមិនអញ្ចឹងទេការងារខ្ញុំច្បាស់ជាបាត់បង់មិនខានណែបងប្អូនអាជ្ញាប័ណ្ណកម្ពុជាវីរបុរសអីហ្នឹងពួកយើងលេងចង់បានហើយនេះមិនមែនជារឿងលេងសើចទេអញវាយគេមិនឈ្នះទេបិទមាត់ទៅប្អូនបួនភ្នែកបើមិនអញ្ចឹងទេវាយទាំងឯងទៀតអ្នកនាងចង់បានយ៉ាងម៉េចវាយឯងនឹងហើយកុំនិយាយច្រើនមក
ตานี้ជាមន្តអាគមស្អីអ្នកម្ដាយឲ្យមកដល់ភ្លាមលេងមែនតែម្ដងមិនបាច់សាហាវខ្លាំងពេកទេដឹងបងប្អូនឲ្យទោះបីជាខ្ញុំមិនដឹងតើអ្នកយកឈ្នះវីរបុរសលំដាប់កំពូលទាំងនោះបានយ៉ាងដូចម្ដេចមិនថាអ្នកចង់ល្បីឬចង់ធ្វើជារ៉ូមែនទិកទេប៉ុន្តែវីរបុរសលំដាប់កំពូលនៅចំពោះមុខអ្នកម្នាក់នេះគឺខុសគ្នាស្រឡះអ្វីដែលត្រូវនិយាយខ្ញុំបាននិយាយអស់ហើយសូមអ្នកមើលថែខ្លួនអញចុះខ្ញុំសុំលីសិនហើយអីយ៉ា